មាត់យើងនេះក៏នាំសុកនាំទុកមកដែរមាត់នេះវាសារឹតតែសំខាន់ទៅទៀតមកមាត់យើងពោលមួយម៉ាត់ទៅឲ្យសុកពោលមួយម៉ាត់ឲ្យកើតទុកពោលឲ្យស្រឡាញ់ពោលឲ្យស្អប់ណាពោលឲ្យជួបជុំពោលឲ្យប្រត់ប្រាស់ណាពោលឲ្យរស់ពោលឲ្យស្លាប់ឃើញទេណាសម្ដីហ្នឹងសំខាន់ណាស់ចឹងបានចាស់បុរាណលោកថាសម្ដីជាឯកលេខជាតោមានន័យថាសម្ដីជាឯកហ្នឹងគឺសម្ដីដំបូងគេឯកហ្នឹងវាមានតែមួយណាចឹងសម្ដីហ្នឹងគេយកជាគោលណាលោកពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកខ្មែរចងក្រងទុកជាពាក្យបដៅនាងនួនក្លំក្នុងឫស្សីក្លំក្រៅក្រុមមនុស្សសម្ដៅនៅត្រង់ពោលពាក្យពិតឃើញទេណាចឹងសម្ដីនេះអាចក៏អាចនាំឲ្យយើងបានសេចក្តីសុខដោយសារសម្ដីទុកក៏ដោយសារសម្ដីស្លាប់ក៏ដោយសារសម្ដីរស់ក៏ដោយសារសម្ដីជួបជុំក៏ដោយសារសម្ដីព្រាត់ប្រាស់ក៏ដោយសារសម្ដីណាសើចញញឹមក៏ដោយសារសម្ដីយំក៏ដោយសារសម្ដីទឹកភ្នែកទឹកសបោក៏ដោយសារសម្ដីណាអញ្ចឹងផ្លូវចិត្តយើងអប់រំល្អហើយប៉ិនបើមាត់យើងនេះអត់ចេះអប់រំបានល្អទេក៏អត់បានសេចក្តីសុខដែរណាអត់បានសេចក្តីសុខដែរគ្រប់គ្នាប្រាថ្នាចង់ឲ្យអ្នកដតីធ្វើសេចក្តីសុខដល់ខ្លួនឲ្យសេចក្តីសុខដល់ខ្លួនមែនទេយាយអ្នកក៏ចេះចង់ឲ្យគេពោលពាក្យផ្អែមដាក់ខ្លួនមែនទេចង់ឲ្យគេគោរពខ្លួនសិតតែអញ្ចឹងទាំងអស់ចង់ឲ្យគេគោរពយើងចង់ឲ្យគេពោលពាក្យសម្ដីផ្អែមល្ហែមមករកយើងចង់ឲ្យគេធ្វើល្អដាក់យើងចង់ឲ្យគេផ្ដល់សេចក្តីសុខដល់យើងបើចង់ឲ្យគេឲ្យតម្លៃយើងបើចង់អញ្ចឹងបើយើងគ្រាន់តែយើងចង់ឲ្យគេពោលសម្ដីផ្អែមមកយើងប៉ិនយើងមិនដែលនិយាយផ្អែមទៅគេផងមិនបានផ្អែមណាយើងចង់ឲ្យគេឲ្យតម្លៃយើងអត់ដែលឲ្យតម្លៃគេយើងចង់ឲ្យគេធ្វើសេចក្តីល្អមកយើងអត់ដែលធ្វើសេចក្តីល្អនឹងគេអាហ្នឹងអត់បានទេព្រោះព្រះលោកសំដែងថាបើអ្នកចង់បានហេតុណាអ្នកត្រូវសន្សំហេតុហ្នឹងចង់បានពូជអីដាំមកពូជហ្នឹងអញ្ចឹងចង់ឲ្យគេនិយាយផ្អែមក៏តើយើងនិយាយផ្អែមទៅគេដែរតើណាយេណាចង់ឲ្យគេធ្វើសេចក្តីល្អមកយើងត្រូវធ្វើសេចក្តីល្អទៅកាន់គេដែរចង់ឲ្យគេឲ្យអីមកយើងត្រូវឲ្យអាហ្នឹងទៅគេដែរតើណាណាកុំមកដែងហៅសបុតការគេ20ដងគេមិនតាន់ហៅឯងម្ដងផងគេមិនសោះញឹមទេតើណាណាចឹងចង់ឲ្យអីទៅគេឲ្យអាហ្នឹងមកយើងបើតើយើងចេះលះអាហ្នឹងទៅគេដែរមានទៅមានមកហ្នឹងហើយចង់បានហេតុអីសន្សំហេតុហ្នឹងចង់បានសេចក្តីសុខសន្សំសុខជាមួយគេដែរចង់ឲ្យគេនិយាយផ្អែមណាយើងនិយាយផ្អែមទៅកាន់គេដែរហើយសម្ដីនេះណាញោមកុំថាឡើយដល់សង្គមជាតិមួយសំបីតែសង្គមគ្រួសារមួយបើសិនជាណាមិនមានអធិស្ឋានតាមរយៈសម្ដីនេះទេអាចឲ្យប្តីប្រពន្ធឆ្លោះតក់តែងខ្វែងកំណត់ជេរបចោលដៀលថ្វេះគ្នារកសេចក្តីសុខអត់ឃើញបែកបាក់ប្រត់ប្រាស់នៅរាជម្ដាយឪពុកកូនចៅដោយសារតែសម្ដីចាក់រុកគ្នាណាមិនចេះហាត់ពុតលុតដំអប់រំសម្ដីនេះចឹងបានព្រះអង្គសម្ដែងអំពីបិសនវិទភរុសវេចាសម្ភបលាបៈនិងមុសាវិទបិសនពរុសវេចាសម្ភបលាបៈណាកុំឲ្យនិយាយពាក្យរយរីអត្ថប្រយោជន៍ភូផលបោកប្រាស់ញុះញង់ជេរបចោលដៀលថ្វេះឲ្យពោលតែសច្ចភាពសច្ចវិទពាក្យពិតទៀងត្រង់សច្ចរិតយុត្តិធម៌ពាក្យពិតមិនចេះស្លាប់នោះណានឹងឲ្យនិយាយតែពាក្យពិតសច្ចរិតយុត្តិធម៌ទៀងត្រង់ទៅរកគ្នានឹងគ្នានោះសេចក្តីសុខនិងសេចក្តីចម្រើនអាចកើតមានអាចកើតមានណាហើយប្រទេសជាតិមួយទាំងមូលក៏ដូចគ្នាដែរកុំថាតែគ្រួសារមួយបើសិនជាថ្នាក់ដឹកនាំមិនត្រង់នឹងគ្នាជាពិសេសប្រទេសអាចកើតសង្គ្រាមក៏ដោយសារតែមន្ត្រីរាជការនៅក្រោមអាវ៉ាត់ហ្នឹងចាក់រុកលិចកើតទៅសម្ដីអានេះមួយម៉ាត់អានេះមួយម៉ាត់នោះម៉ាត់នេះម៉ាត់ទៅអាចធ្វើឲ្យប្រទេសមួយទាំងមូលហ្នឹងអាលាយដោយសារសម្ដីហ្នឹងឃើញទេចឹងសំខាន់ណាស់បានលោកថាសម្ដីហ្នឹងមិនធម្មតាទេណាគ្រួសារយើងរស់នៅរាល់ថ្ងៃដូចគ្នាចឹងដែរប្រចាំថ្ងៃនេះចង់បានសេចក្តីសុខសេចក្តីចម្រើនយើងរៀនហាត់ពុតលុតដំតាមរយៈកាយហើយនឹងវាចានិងចិត្តយើងណាបណ្ឌចិត្តផ្លូវចិត្តហ្នឹងអាត្មាធ្លាប់បញ្ជាក់ពីវិធីសាស្ត្រអប់រំចិត្តកុំឲ្យខឹងក្រោធអីច្រើនខ្សែអាត់មកហើយថ្ងៃនេះចង់និយាយសង្កត់ធ្ងន់ទៅរឿងសម្ដីនេះណាហ្នឹងហើយសម្ដីហ្នឹងក៏ជាហេតុនាំឲ្យបានសេចក្តីសុខណាជាហេតុនាំឲ្យបានសេចក្តីចម្រើនជាហេតុនាំឲ្យជួបនៅសេចក្តីទុក្ខណាវិនិច្ឆ័យអន្តរាយចម្រើនវិនិច្ឆ័យសុខទុក្ខមានបានក្រខ្សត់អត់ឃ្លានជួបព្រាត់អីក៏ដោយសារសម្ដីហ្នឹងណាសម្ដីជាទ្រព្យប្រើរាប់មិនអស់តែបើប្រើទាស់នាំកើតហិង្សានាំឲ្យគុំគួនជាប់ក្នុងចន្ទាអាចហ៊ានប្រហារប្រាថ្នាធ្វើឃាតណាសម្ដីកើតយុះរស់មានមិត្តយាតសម្ដីសជាតិមានរយាតសពូជសម្ដីល្អជាពូជធាល្អគប់សម្ដីឥតភ័ព្វបងទ្រពខាតខូចសម្ដីមានន័យល្បីឆ្ងាយរាប់យោជសម្ដីឥតខូចប្រយោជន៍គង់មានសម្ដីនឹងពោលឲ្យកើតប្រយោជន៍គោតកើតប្រយោជន៍ពោលឲ្យខាតប្រយោជន៍ខាតប្រយោជន៍អានឹងអញ្ចឹងណាណាអញ្ចឹងធ្វើម៉េចយើងហាត់ពុតលុតដំអប់រំវិជ័យរបស់យើងនេះឲ្យបានល្អណាបើសិនជាយើងពោលមិនប៉ិតទៀងត្រង់ទេសង្គមគ្រួសារតែមួយក៏យើងរកសេចក្តីសុខអត់ឃើញដែរកុំថាឡើយសង្គមគ្រួសារមួយតែម្ដាយឪពុកឬប្តីប្រពន្ធតែ2នាក់សោះ
ผมថាសង្គមគ្រួសារមួយដែលរស់នៅមានកូនមានចៅអី10 20នាក់តែ2នាក់បើគ្មានសម្ដីទៀងត្រង់នឹងគ្នាក៏រកសេចក្តីសុខអត់ឃើញព្រះសម្មាសម្ពុទ្ធដោយព្រះអង្គធ្លាប់រើបរឿងនិទានពាក់ព័ន្ធនឹងរឿងណាហ្នឹងឯងហង្សក្បាល2ប៉ុន្តែខ្លួនមួយធ្លាប់ស្ដាប់អីយេហ្នឹងហើយណាសម្ដីនេះមិនធម្មតាទេណាញោមមិនធម្មតាទេបើយើងអត់ចេះហាត់ពុតលុតដំអប់រំបានល្អហ្នឹងអត់សុខទេព្រះលោកសំដែងអំពីហង្សមកលើករឿងហ្នឹងមួយម៉ាត់ចុះណាបែបអង្គុយបានយូរទេញោមក្រែយើងវាធំពេកណាអង្គុយពិបាកណាចេះត្រង់មកមិនយកកែទេសនាពីវត្តយើងនេះមកចិត្តនេះណាកែទូចតែមួយណាហ្នឹងហើយឥឡូវចូលរឿងយើងនេះជាយាមស្ដាប់ហង្សហ្នឹងគឺខ្លួនវាតែមួយទេប៉ិនក្បាលវា2ក្បាលវាបែកជា2ប៉ិនខ្លួនវាតែមួយណាហើយតាំងពីកើតមកដឹងក្តីមកគឺស្រឡាញ់គ្នាណាណាស្រឡាញ់គ្នាណាស្ម័គ្រស្មោះនឹងគ្នាណាខ្លួនតែមួយទេតែក្បាល2ហើយចិត្តផ្សេងគ្នាណាស្រឡាញ់គ្នាសង្គ្រោះសន្តោសគ្នាមានចំណៃអីតិចតួចអត់ចេះលាក់កំបាំងទៅចែករំលែកគ្នាដើម្បីរស់ណាពួកខ្លួនតែមួយក៏គ្រាន់តែក្បាល2ផ្សេងគ្នាដល់ថ្ងៃមួយមានព្រានប្រមាញ់ចូលមកបបាញ់ឃើញសាច់នោះវាចម្លែកណាហង្សហ្នឹងហេតុអីបានជាខ្លួនមួយមានក្បាល2គ្រាន់តែឃើញហើយតាក់ចាប់បានហើយនឹកឃើញដល់បរិជាបើអញយកទៅថ្វាយបរិជាម្លេះសំបរិជាពេញបរហតិទេអញនឹងទទួលបានរង្វាន់ពីបរិជាណាបញ្ជាក់ពីហេតុតិចសិនតិចទៀតយើងដឹងផលនៃសម្ដីនឹងវាមានកម្រិតប៉ុណ្ណាដល់ពេលយកទៅថ្វាយបរិជាពេញបរហតិតើសត្វនេះជាសត្វដែលកម្រណាយើងមិនដែលជួបប្រទះទេខ្លួនតែមួយតែមានក្បាលដល់ទៅ2ហើយអាចចេះរស់នៅជាមួយគ្នាបានអាចចេះរស់នៅជាមួយគ្នាបានអត់ចេះឆ្លុះតក់តែងខ្វាយកំណត់គ្នាណាល្អណាស់ចឹងឲ្យនាមកហបតីមន្ត្រីរាជការយកហង្សហ្នឹងយកទៅដាក់ក្នុងទ្រុងធ្វើទ្រុងឲ្យស្អាតដាក់ក្នុងទ្រុងតម្កល់ទុកជាសម្បត្តិរបស់ព្រះរាជានៅក្នុងវាំងណាដល់ពេលយកទៅដាក់ក្នុងទ្រុងណាចេញពីប្រជុំមកអាមាត្យមួយហ្នឹងគាត់ដើរទៅកន្លែងទ្រុងហង្សហ្នឹងខ្សឹបដាក់ក្បាលហង្សមកខាងអត់និយាយអីក៏ខ្សឹបធ្វើមាត់ចាប់អូចដាក់ក្បាលហង្សមកខាងនោះណាដល់ហើយដើរហួសចេញទៅណាសំដីណាអាមាត់ហ្នឹងមិនធម្មតាទេអាហង្សម្នាក់ទៀតក្បាលមួយទៀតវាសួរក៏អាមាត្យនិយាយប្រាប់រឿងអីខ្លះហើយមានរឿងអីល្អមានរឿងអីប្លែកប្រាប់យើងផងអាក្បាលមកខាងទៀតនេះវាថាអញដូចស្រាប់វាលឺអីសោះអញឃើញលឺសុំមាត់ចាប់អូចដឹងមានន័យថាម៉េចអញស្រាប់លឺសោះអាហង្សក្បាលមួយទៀតនេះវាថាអញជឿទេឯងមានរឿងល្អមិនប្រាប់អញណានៅជាមួយគ្នាយូរហើយខ្លួនតែមួយហេតុអីបានមានរឿងល្អមិនប្រាប់គ្នាចាំបាច់លាក់កំបាំងថាប៉ុណ្ណឹងហើយក៏ហីទៅអានោះថាទេអញស្រាប់គ្មានលឺអីទេណាប្រាប់ប៉ុណ្ណឹងហើយនិយាយគ្នាប៉ុណ្ណឹងហើយរៀងហីទៅស្អែកឡើងមកម្ដងទៀតអាមាត្យហ្នឹងទៅខ្សឹបដាក់ក្បាលមកខាងទៀតធ្វើមាត់ចាប់អូចទៅអាមកខាងនេះក៏សួរម្ដងហើយចុះថ្ងៃហ្នឹងអាមាត្យនិយាយអីដាក់ឯងដែរមើលប្រាប់យើងផងមើលអញស្រាប់អត់លឺដែរអញលឺសូរតែមាត់ចាប់អូចមិនដឹងនិយាយថាម៉េចណាទ្រាំបានទៅទេឯងមិនត្រង់ជាមួយនឹងអញដែរអានោះតែឯងក៏មិនត្រង់នឹងអញដែរឯងក៏មិនត្រង់នឹងអញឆ្លុកតក់តែងខ្វែងកំណត់គ្នារហូតដល់ធាក់ចាក់គ្នារហូតដល់ទ្រាំបានហែកខ្លួនហ្នឹងដាច់ជា2ឃើញទេណាស្លាប់ទាំង2នាក់ហ្នឹងណាស្លាប់ទាំង2នាក់អញ្ចឹងមិនធម្មតាទេដោយសារសម្ដីនេះ